ជីវិតមិនត្រឹមតែជាដំណើរប៉ុន្តែជាឱកាសប្រយុទ្ធនិងឈានទៅរកក្តីស្រមៃមួយនាងខ្ញុំបានឈានជើងទៅមុខនិងឆ្លងកាត់រាល់បញ្ហាដោយបេះដូងនិងឆន្ទៈខ្ញុំបានដើរតាមក្តីស្រមៃមួយមិនមែនសម្រាប់មកុដឬក៏កេរ្តិ៍ឈ្មោះតែប៉ុណ្ណោះទេសម្រាប់ក្តីស្រមៃរបស់ក្មេងស្រីម្នាក់ក្មេងស្រីទាំងអស់ដែលកំពុងតែមានក្តីស្រមៃដូចជារូបនាងខ្ញុំផ្ទាល់ស្នាមញញឹមលីឡំជាមួយនឹងទឹកភ្នែកសបង្ហាញឲ្យឃើញថាក្មេងស្រីម្នាក់នេះពិតជាធ្លាប់ឈរនៅគ្រប់ទីកន្លែងនៃក្តីស្រមៃរបស់នាងជាមួយនឹងការបរាជ័យជាច្រើនដងនាងធ្លាប់ឈរនៅទីនេះជាមួយនឹងទឹកភ្នែករាប់លានដំណក់ប៉ុន្តែនាងមិនធ្លាប់គិតថានឹងបោះបង់ឡើយហើយនៅថ្ងៃនេះនាងខ្ញុំឈរនៅត្រង់នេះជាមួយនឹងមោទនភាពភាពជឿជាក់និងភាពជោគជ័យជាទីគាប់ប្រសើរមកកាន់ប្រជាជនកម្ពុជានៃខ្ញុំកាលពី23ឆ្នាំមុនមនុស្សស្រីម្នាក់ដែលបានផ្ដល់កំណើតដល់ក្មេងស្រីម្នាក់នេះឲ្យបានឃើញពន្លឺថ្ងៃចិញ្ចឹមបីបាច់និងផ្ដល់ការអប់រំយ៉ាងល្អនោះគឺម៉ាក់របស់ខ្ញុំម៉ាក់គឺជាមនុស្សស្រីគំរូមួយរូបមកកាន់ខ្ញុំម៉ាក់បានបង្រៀនឲ្យខ្ញុំរឹងមាំតស៊ូមានឆន្ទៈនិងមិនបោះបង់ចោលនៅការតាំងចិត្តនិងក្តីស្រមៃរបស់ខ្លួនដូចជាម៉ាក់ដែលបានចិញ្ចឹមបីបាច់បងប្អូនស្រីរបស់ខ្ញុំទាំង3នាក់បានយ៉ាងល្អប្រកបទៅដោយព្រហ្មវិហារធម៌គុណធម៌និងសច្ចធម៌អរគុណម៉ាក់សម្រាប់ការផ្ដល់កំណើតដល់កូនស្រីដ៏អស្ចារ្យនៃកម្ពុជាមួយរូបនេះកូនសង្ឃឹមថាម៉ាក់ក៏មានមោទនភាពដែលមានកូនជាកូនម៉ាក់ដូចដែលកូនមានម៉ាក់ជាម៉ាក់ដូចគ្នាអរគុណទៅកាន់បងស្រីជាទីស្រឡាញ់របស់ខ្ញុំទាំងពីរបងស្រីធំបងណែនិងបងកាមិនត្រឹមតែជាបងស្រីតែជាម្ដាយទី2ជាមិត្តជាអ្នកដែលចែករំលែកនៅរឿងរ៉ាវគ្រប់យ៉ាងដែលប្អូនម្នាក់នេះបានឆ្លងកាត់មិនថាសប្បាយឬលំបាកបងស្រីទាំងពីរតែងតែធ្វើជាស្មាឲ្យប្អូនផ្អែកជាជញ្ជាំងការពារប្អូនពីគ្រប់បញ្ហាអរគុណបងស្រីទាំងពីរហើយជាពិសេសនាងខ្ញុំសូមអរគុណទៅកាន់មនុស្ស2នាក់ទៀតដែលតែងតែនៅពីក្រោយភាពជោគជ័យរបស់ប្អូនស្រីម្នាក់នេះមិនត្រឹមតែជាអ្នក make up រៀបចំខ្លួនឲ្យប្អូនតែប៉ុណ្ណោះទេបងគឺប្រៀបដូចជាបងប្រុសម្នាក់ដែលតែងតែបារម្ភយកចិត្តទុកដាក់រាល់សកម្មភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងគ្រប់កលៈទេសៈជាបងដែលតែងតែព្រៀនប្រដៅដកខាត់ប្អូនស្រីម្នាក់នេះបងឈីងបងម៉េងអរគុណបងដែលតែងតែនៅក្បែរមើលថែនិងធ្វើជាខែចាំការពារប្អូនម្នាក់នេះរហូតមកនាងខ្ញុំសូមអរគុណទៅកាន់ម៉ាមីអឹមសុគន្ធាដែលបានផ្ដល់ឱកាសមួយនេះមកកាន់រូបនាងខ្ញុំឲ្យនាងខ្ញុំបានតំណាងឲ្យប្រទេសកម្ពុជាទៅឈរនៅលើឆាកអន្តរជាតិមួយនេះបង្ហាញពីមោទនភាពនិងឆន្ទៈទៅកាន់មនុស្សគ្រប់គ្នាអរគុណបងសុផល Tyler សម្រាប់ការជួយជ្រោមជ្រែងនិងរៀបចំ evening gown យ៉ាងល្អឥតខ្ចោះសម្រាប់អូនស្រីម្នាក់នេះរហូតមកអរគុណបងនុបដាណេសម្រាប់ការផ្ដល់កម្លាំងចិត្តការលើកទឹកចិត្តមកកាន់ប្អូនបងទាំងពីរគឺជាផ្នែកមួយដ៏សំខាន់និងនៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនៃរូបនាងខ្ញុំកំឡុងពេលដែលនាងខ្ញុំចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Cosmo International នៅឯប្រទេសវៀតណាមអរគុណបងស្រីទេពបុព្រឹកបងប្រុសជី David សម្រាប់ក្តីស្រឡាញ់ការគាំទ្រនិងការផ្ដល់កម្លាំងចិត្តមកកាន់ប្អូនគ្រប់កលៈទេសៈម៉ៃជីមីកូនសូមអរគុណសម្រាប់ការផ្ដល់ឱកាសការណែនាំការមើលថែក្តីស្រឡាញ់និងការជួយផ្ដល់នូវថវិកាក្នុងកំឡុងពេលដែលកូនទៅប្រកួតដែលជាពេលមួយដែលកូនត្រូវការជំនួយខ្លាំងបំផុតម៉ែតាទោះបីជាម៉ែជាមនុស្សម្នាក់ដែលមានសម្ដីអាក្រក់បន្តិចមែនតែម៉ែគឺជាមនុស្សម្នាក់ដែលមានទឹកចិត្តល្អម៉ែតែងតែបារម្ភមើលថែចេញមកការពារកូនហើយកូនចាំមិនភ្លេចទេថ្ងៃដែលម៉ែស្រក់ទឹកភ្នែកយំជូនដំណើរកូនពេលដែលកូនចេញទៅប្រកួតនៅលើឆាកអន្តរជាតិកូនអរគុណណាម៉ែអរគុណទៅកាន់ទីងណយលោកគ្រូឆៃទីនិងឌីកាណូសម្រាប់ការយកចិត្តទុកដាក់និងនៅពីក្រោយការប្រកួតដ៏ស្វិតស្វែងមួយនេះអរគុណទៅកាន់សង្ក្រាន Creative Lab សម្រាប់ការថតរូបដ៏ស្រស់ស្អាតមកកាន់ប្អូនរហូតមកនៅក្នុងកំឡុងពេលដែលប្អូនចេញទៅប្រកួតអរគុណទៅដល់បណ្ដាអ្នក sponsor គ្រប់រូបទាំងអស់សម្រាប់ការគាំទ្រមកកាន់រូបនាងខ្ញុំI would like to express my heartfelt gratitude to Mrs. Tiffany for the honor and recognition she has given me as the former title holder standing proudly on this stage one last time on the final night of my reign as Miss Cosmo Cambodia 2024. To Kim Ying, you're not just a friend, you're like a sister, my shining armor, and someone who present bring warmth, strength, and so much meaning. And Leslie's grateful for the connection we share. Knowing you is a blessing, and I always cherish this beautiful relationship that continue to grow stronger. To Mr. Henry, I would like to express my deepest gratitude to you for the incredible opportunity and honor you have given to me, being selected as one of the top 10 finalists of Miss Cosmo 2024, and named the Empowerment Ambassador of the Miss Cosmo organization. That means so much, not just to me, but to everyone who believes in my journey. ជាចុងក្រោយទៅកាន់មនុស្សដែលសំខាន់បំផុតនៅក្នុងដំណើរទៅកាន់ Miss Cosmo 2024 មួយនេះនោះគឺបណ្ដាអ្នកគ្រប់គ្រងរបស់កម្ពុជានៃខ្ញុំទាំងអស់គ្នាអ្នកទាំងអស់គ្នាគឺជាកម្លាំងធម៌ពលមួយយ៉ាងល្អឥតខ្ចោះដែលធ្វើឲ្យនាងខ្ញុំឈរនៅលើឆាកអន្តរជាតិនេះហើយជាពិសេសនាងខ្ញុំសូមកោតស្រឡាញ់និងអរគុណចំពោះក្តីស្រឡាញ់ភាពជឿជាក់ដែលអ្នកគ្រប់គ្នាបានផ្ដល់មកកាន់រូបនាងខ្ញុំក្នុងកំឡុងពេលដែលនាងខ្ញុំប្រកួតនៅឯប្រទេសវៀតណាម And to all my amazing Vietnamese and international fans, thank you from the bottom of my heart for your love and support toward me. Your kindness and encouragement means so much to me. You are truly appreciate. Thank you so much. Cảm ơn.
នេះជារាត្រីចុងក្រោយដែលនាងខ្ញុំក្រុមប្រកបក្នុងនាមជា Miss Cosmo Cambodia ប៉ុន្តែក្តីស្រឡាញ់របស់អ្នករាល់គ្នានឹងមិនរលាយបាត់ពីក្មេងស្រីម្នាក់នេះឡើយ To the new Miss Cosmo Cambodia សូមអបអរសាទរមិនត្រឹមតែមកុដដែលអ្នកនឹងត្រូវគ្រងនៅក្នុងរាត្រីនេះនោះទេប៉ុន្តែចំពោះភាពក្លាហានការតស៊ូនិងជំហានដែលអ្នកបានឈានឆ្ពោះទៅរកក្តីស្រមៃរបស់អ្នកហើយវាពិតជាបាននាំអ្នកមកដល់ទីនេះពិតមែនមកុដមួយនេះមិនមែនត្រឹមតែជាផ្នែកមួយនៃការលម្អសម្រាប់ខាងក្រៅរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាគឺជាការទទួលខុសត្រូវជាទូនីតិនិងឆន្ទៈដែលអ្នកត្រូវនាំយកប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិហើយមកុដនិងតំណែងមួយនេះមិនត្រឹមតែជាទូនីតិរបស់អ្នកនោះទេប៉ុន្តែវាគឺជាទំនួលខុសត្រូវដ៏ធំមួយសម្រាប់អ្នកក្នុងនាមជាអ្នកតំណាងឲ្យប្រទេសកម្ពុជានិងប្រជាជនកម្ពុជាទាំងមូលផងដែរ ហើយនៅពេលនេះផងដែរនាងខ្ញុំសូមប្រកល់ជូននៅទូនីតិមួយនេះជាមួយនឹងក្តីសង្ឃឹមមោទនភាពដោយភាពជឿជាក់ថាអ្នកនឹងនាំយកប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសកម្ពុជាតាមរយៈស្មារតីនៃការតស៊ូរបស់អ្នកនេះគឺជាពេលវេលារបស់អ្នកសូមធ្វើវាឲ្យមានន័យបំផុតជាមួយនឹងក្តីស្រឡាញ់និងការគោរពយ៉ាងជ្រាលជ្រៅបំផុតពីរូបនាងខ្ញុំអិនលក្ខណៈ Your first ever Miss Cosmo Cambodia